ក្នុងការអភិវឌ្ឍថ្មីដ៏តានតឹងនៅតំបន់ឈូងសមុទ្រប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថាសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមជួយដោះស្រាយស្ថានភាពនាវាដែលកំពុងជាប់គាំងនៅ Strait of Hormuz ចំណាត់ការនេះកើតឡើងបន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាមេរិកនិងអ៊ីរ៉ង់ដែលបានបង្កឲ្យផ្លូវទឹកសំខាន់មួយនេះរងផលប៉ះពាល់ Strait of Hormuz គឺជាច្រកសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពិភពលោកដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោកតាមការបញ្ជាក់របស់ Trump ប្រតិបត្តិការនេះមានគោលបំណងដោះស្រាយនិងនាំយកនាវាដែលជាប់គាំងចេញដោយធានាសុវត្ថិភាពសម្រាប់នាវាពាណិជ្ជកម្មនិងបុគ្គលិកនៅលើនាវាគាត់ក៏បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្ដល់ការពារនិងដឹកនាំនាវាទាំងនោះឲ្យឆ្លងកាត់តំបន់គ្រោះថ្នាក់នេះដោយសុវត្ថិភាពរបាយការណ៍បង្ហាញថាមាននាវាជាច្រើននិងនាវិករាប់ពាន់នាក់កំពុងជាប់គាំងនៅតំបន់នេះខណៈដែលមួយចំនួនកំពុងប្រឈមនឹងការខ្វះខាតអាហារនិងសម្ភារៈចាំបាច់នៅពេលដូចគ្នា Trump ក៏បានព្រមានថាប្រសិនបើមានការរំខានពីភាគីអ៊ីរ៉ង់សហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងតឹងរ៉ឹងដែលអាចបង្កើនហានិភ័យនៃការប្រឈមមុខយោធាស្ថានភាពនៅតំបន់នេះនៅតែតានតឹងខណៈដែលមានរបាយការណ៍អំពីការវាយប្រហារលើនាវាដឹកប្រេងថ្មីៗនេះបង្ហាញថា Strait of Hormuz កំពុងក្លាយជាចំណុចក្តៅមួយក្នុងពិភពលោកសំណួរធំគឺតើប្រតិបត្តិការនេះអាចបើកផ្លូវទឹកវិញបានឬទេឬវានឹងនាំឲ្យមានការប្រឈមមុខធំជាងនេះ